រដូវកាល hiking នឹងបោះតង់បានត្រឡប់មកវិញហើយជាពិសេសនេះរដូវវស្សានេះបងប្អូនទាំងអស់គ្នាហើយដូចដែលបាននៅឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺពួកខ្ញុំបានទៅសម្រាកនៅបឹងពេសេដែលស្ថិតនៅលើភ្នំគិរីរម្យដែលជាកន្លែងមួយដែលពួកខ្ញុំធ្លាប់ទៅដូចជាកាលពីឆ្លងឆ្នាំអ្នកគ្នាហើយលើកនេះគឺយើងទៅផ្សារទៀតប៉ុន្តែនារដូវវស្សាដើមរដូវអ្នកគ្នាហើយទេសភាពអ្នកគ្នាអាចមើលបានគឺស្រស់ស្អាតមែនទែនអ្នកទាំងអស់គ្នាជាពិសេសមានបងប្អូនយើងក៏ទៅបោះតង់ជាច្រើនហើយព្រៃភ្នំអីហ្នឹងគឺពណ៌បៃតងខៀវខ្ចីគឺអារម្មណ៍បែបនេះយូរយើងចេញមកមានអារម្មណ៍ថាស្រស់ស្រាយមែនតើអ្នកដែលគាត់មានកម្រងចង់ទៅបោះតង់ចង់ឡើងភ្នំមើលទេសភាពជិះម៉ូតូកាត់ទឹកភ្លៀងហើយអាចសាកមកត្រឹមគិរីរម្យបានចម្ងាយដីជាងតែ100គីឡូទេអ្នកគ្នាចឹងអ្នកគ្នាដែលគាត់មានកម្រងដើរលេងចុងសប្តាហ៍ឬមួយក៏ចង់ទៅសម្រាកបំបត្តិទុក្ខបំបត្តិ stress ពីការងារឬជាចង់និយាយថាជាការសិក្សាអ្នកគ្នាអាចសាកមកត្រឹមគិរីរម្យបានគឺ fresh ខ្លាំងមែនតើអ្នកគ្នាខ្ញុំគិតថាមិនឆ្ងាយពេកក៏មិនជិតពេកអ្នកគ្នាចង់វល់ល្ងាចក៏បានចង់សម្រាកមកយកក៏បានយើងមានទីតាំងច្រើនយើងអាចទៅអូសៀនខាងលើក៏បានយើងអាចចូលចកាតែបឹងពេសេឬមួយក៏កន្លែងផ្សេងទៀតដែលអ្នកគ្នាគិតថាអ្នកគ្នាទៅតាមបរិយាកាសអ្នកគ្នាត្រូវការអញ្ចឹងណាអ្នកខ្លះក៏ចូលចិត្តបែបស្ងប់ស្ងាត់មានតែគ្នាគាត់ទៅអ្នកខ្លះចូលចិត្តបែបមានមនុស្សអ៊ូតិចតួចជុំវិញអញ្ចឹងណាហើយសម្រាប់ពួកខ្ញុំនេះគឺខ្ញុំបោះនៅបឹងពេសេដោយសារទី1ពួកខ្ញុំធ្លាប់ទៅវាមានសេវាទូរស័ព្ទហើយទេសភាពនៅនោះក៏វាស្អាតមួយវិញទៀតកន្លែងហ្នឹងគឺវាងាយស្រួលបោះតង់ដែរអញ្ចឹងអ្នកគ្នាហើយពួកខ្ញុំទៅនឹងមានជាធីមមានបងប្អូនមានអីអញ្ចឹងយើងចង់ធ្វើមិនឲ្យគាត់ស្រួលដែរអញ្ចឹងណាអញ្ចឹងអ្នកគ្នាសាកសម័យមើលថារដូវវស្សាមកទេសភាពស្អាតតទៅយើងបានរៀបចំ set up តង់គ្រប់គ្នាហើយយើងក៏ដល់វគ្គដែលយើងត្រូវចម្អិនអាហារសម្រាប់យប់នេះអ្នកគ្នាដោយសារតែពួកខ្ញុំចេញមកខ្ទង់ម៉ោង3ថ្ងៃ3រសៀលហើយម្ដងនេះខ្ទង់ម៉ោង5ជាងជិះប្រហែល1ម៉ោងជាងទេដែលយើងរៀងសុទ្ធដែរពួកខ្លាចយប់ពេលឡើងភ្នំអ្នកគ្នាអញ្ចឹងយើងមកដល់ក៏យើងស្រុះដៃស្រុះជើងគ្នាជួយគ្នាម្ដងជើងសម្រាប់set តង់ហើយនឹងរៀបចំរបស់របរក៏ដូចជាឧបករណ៍សម្រាប់ធ្វើម្ហូបមានស្រីមានប្រុសគឺវាស្រស់ដៃគ្នាមែនតើអ្នកគ្នាយើងអត់ប្រកាន់ថាការងារស្រីមួយការងារប្រុសទេហើយអាហារយើងធ្វើហ្នឹងគឺមានតិចតួចអ្នកគ្នាមានដូចជាសាច់អាំងហើយនឹងយើងធ្វើគោឡើងភ្នំមួយមុខទៀតសម្រាប់ហូបអាហារពេលយប់ជុំគ្នាបន្ទាប់ពីយើងហូបអាហារជុំគ្នាគឺយើងឈៀលសบายព្រោះពេលវេលាយើងពិតជាខូចមែនទែនគឺយើងមានពេលតែ2ថ្ងៃមួយយប់ទេអញ្ចឹងនៅក្នុង2ថ្ងៃមួយយប់នេះគឺយើងសบายឈៀលអាប់ទាំងអស់គ្នាអ្នកគ្នាហើយវីដេអូនេះគោលម្ដងគឺយើងចង់ធ្វើសម្រាប់ចែករំលែកទេសភាពស្អាតនាដើមរដូវវស្សាអ្នកគ្នាហើយសង្ឃឹមថាអ្នកគ្នាចូលចិត្តវីដេអូក៏ដូចជាជួយ follow ជួយ share ក៏ដូចជា tag friend ដើម្បីដាក់ថ្ងៃទៅដើរលេងជុំគ្នាអ្នកគ្នាព្រោះថាត្រឹមគិរីរម្យដីជាង100គីឡូទេហើយនារដូវនេះគឺពិតជាស្រស់ស្អាតមែនតើអ្នកគ្នាចង់វល់ល្ងាចក៏បានចង់សម្រាប់មួយយប់ឬក៏2យប់ក៏បានទៅតាមពេលវេលាដែលអ្នកទាំងអស់គ្នាមានហើយសង្ឃឹមថាវីដេអូខ្ញុំបន្តិចបន្តួចនេះអាចកំដៅអារម្មណ៍ក៏ដូចជាធ្វើឲ្យអ្នកគ្នាមានអារម្មណ៍ស្រស់ស្រាយទៅតាមបរិយាកាសនៅក្នុងវីដេអូនេះអញ្ចឹងអ្នកគ្នាអរគុណសម្រាប់ការតាមដានជួបជុំនៅវីដេអូក្រោយអរគុណ